បើសិនបើមានគេឲ្យកាដូបងប្អូនទទួលអត់ឥឡូវកុំតន់អាលទទួលឬក៏មិនទទួលស្ដាប់រឿងមួយសិនមានលោកគ្រូម្នាក់កំពុងតែបង្រៀនកូនសិស្សពីវិធីសាស្ត្របង្ក្រាបសេចក្តីក្រោធឬក៏ពីវិធីសាស្ត្រធ្វើឲ្យចិត្តស្ងប់កុំឲ្យខឹងក្រេវក្រោធអីចឹងណាហើយសុកស្រាប់តែមានបរិះម្នាក់មកដល់ជេរយោប្រមាថលោកគ្រូនឹងហ្មងគាត់ជេរលោកគ្រូថាលោកគ្រូដូចគេគក់លក់ថ្នាំស្រែអញ្ចឹងខ្លួនឯងចេះតែបរៀនគេធ្វើឲ្យសេចក្តីស្ងប់កុំខឹងកុំក្រេវក្រោធប៉ុន្តែពិតខ្លួនឯងនឹងធ្វើមិនបានផងហ្នឹងណាចេះតែមកបរៀនគេលោកគ្រូស្ដាប់ហើយធ្វើទឹកមុខធម្មតាតែកូនសិស្សលោកគ្រូផ្សេងដែរកំពុងតែស្ដាប់ការបង្រៀនរបស់លោកគ្រូនោះចង់ខឹងជំនួសលោកគ្រូហើយប្រងើបទៅខាត់បរោះហ្នឹងណាប៉ុន្តែលោកគ្រូរាដៃថាកុំអីកុំយកកំហឹងឆ្លើយតបជាមួយកំហឹងហើយបន្ទាប់មកបរោះហ្នឹងជេរតឆ្អែតហើយលោកគ្រូក៏សួរសំណួរទៅកាន់គាត់មួយសំណួរប្រសិនបើមានមនុស្សម្នាក់ជូនកាដូទៅអ្នកហើយអ្នកអត់ទទួលកាដូហ្នឹងទេតើកាដូហ្នឹងធ្លាក់ទៅលើដៃអ្នកណាបរោះហ្នឹងក៏ឆ្លើយថាកាដូហ្នឹងគឺធ្លាក់ទៅលើដៃអ្នកជូនវិញហ្នឹងហើយលោកគ្រូក៏ឆ្លើយថាត្រូវចម្លើយនេះពិតជាត្រឹមត្រូវប្រសិនបើអ្នកមកជះកំហឹងដាក់ខ្ញុំហើយខ្ញុំអត់ទទួលផងអញ្ចឹងអាសេចក្តីខឹងក្រោធដាក់កំហឹងហ្នឹងគឺប្រកាសណាស់ថានឹងនៅជាមួយអ្នកកំហឹងក្រេវក្រោធទាំងអស់នោះគឺនៅជាមួយអ្នករហូតមិនមែននៅជាមួយខ្ញុំឯណាអញ្ចឹងអ្នកឯងកំពុងតែកាន់សេចក្តីខឹងក្រេវក្រោធហ្នឹងគឺធ្ងន់ណាស់នៅចំនៅក្នុងទ្រុងកំហឹងសេចក្តីក្រេវក្រោធអស់ទាំងហ្នឹងគឺប្រៀបដូចជាដុំភ្លើងមួយអញ្ចឹងមុននឹងយើងបោះទៅឲ្យគេគឺវានៅលើដៃយើងវានៅក្នុងចិត្តយើងអ្នកក្តៅជាមុនសិនឃើញទេបងប្អូនចុងក្រោយកុំចេះតែទទួលកាដូពីគេផ្ដេសផ្ដាស់ណាកាដូក្នុងន័យនេះគឺសំដៅទៅលើដុំភ្លើងគឺជាសេចក្តីខឹងក្រេវក្រោធហ្នឹងហើយបើសិនជាយើងយករឿងហ្នឹងជាឧទាហរណ៍មកអប់រំចិត្តខ្លួនឯងមកធ្វើឲ្យខ្លួនឯងសប្បាយចិត្តខ្ញុំគិតថាវាជារឿងល្អបងប្អូនពួកបងប្អូនគិតមើលទៅបើសិនជាមានមនុស្សម្នាក់ឲ្យភ្លើងមកយើងបោះដុំភ្លើងមកឲ្យយើងទទួលអត់ប្រកាសថាមិនទទួលទេប្រកាសជាដើរកិច្ចហើយយើងអត់ទទួលទេអញ្ចឹងបើយើងអត់ទទួលផងដុំភ្លើងហ្នឹងវាប្រកាសជានៅជាមួយនឹងអ្នកដែលចង់បោះមកឲ្យយើងអ្នកដែលចង់គប់មកឲ្យយើងហើយអ្នកដែលក្តៅមិនមែនយើងទេគឺគេ